តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលសុំខ្ចីលុយមិត្តភក្តិរបស់ខ្ញុំព្រោះខ្ញុំដឹងថានាងធូរធារផ្នែកហិរញ្ញវត្ថុជាដំបូងខ្ញុំសូមបញ្ជាក់ថាខ្ញុំមានការងារធ្វើប៉ុន្តែយ៉ាងណាមិញខ្ញុំបានបណ្ដោយឲ្យខ្លួនឯងធ្លាក់ក្នុងសភាពមានបញ្ហាជាមួយ credit card ខ្ញុំមិនអាចសងបំណុលនឹងបានដោយសារតែវាឆាតជារៀងរាល់ថ្ងៃដល់ចំណុចមួយដែលបំណុលនឹងជិត 3,000 €ដូច្នេះខ្ញុំចង់ដោះបំណុលនឹងឲ្យដាច់តែម្ដងមិត្តភក្តិជិតដិតរបស់ខ្ញុំម្នាក់ហ្នឹងគាត់រកលុយបានច្រើនហើយគាត់ធូរធារមែនទែនខ្ញុំដឹងដោយសារតែពួកយើងមានអីយើងតែងតែនិយាយគ្នាពិភាក្សាគ្នាហើយនាងមានលុយនៅក្នុងកុងសន្សំផ្សេងទៀតផងលុយហ្នឹងគាត់គ្រាន់តែទុកសម្រាប់ការពាររឿងដែលមើលមិនឃើញតែគាត់អត់មានត្រូវការប្រើប្រាស់ជាចាំបាច់អីទេខ្ញុំក៏ដាច់ចិត្តសុំខ្ចីលុយហ្នឹងពីគាត់យកមកដោះបំណុលចាំបាច់នេះឲ្យដាច់តែម្ដងគាត់ក៏ឲ្យខ្ញុំខ្ចីហើយខ្ញុំក៏បានដោះបំណុលហ្នឹងឲ្យអស់ហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតបំណុលហ្នឹងមិនមែនដោយសារតែខ្ញុំចាយលុយខ្ជិះមិនចេះគិតទេគឺគ្រាន់តែមានរឿងមួយអកុសលកើតឡើងខ្ញុំមិនចង់និយាយនៅកន្លែងនេះទេគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាវាមិនមែនខ្ញុំចាយលុយមិនចេះគិតនោះទេឥឡូវនេះខ្ញុំនៅតែបន្តសងលុយមិត្តភក្តិរបស់ខ្ញុំវិញជារៀងរាល់ខែតាមអ្វីដែលខ្ញុំអាចធ្វើបានហើយនាងក៏មិនដែលនិយាយអីឬក៏អត់សប្បាយចិត្តអីដែរគឺនាងសប្បាយចិត្តជាមួយខ្ញុំធម្មតាគ្រាន់តែថាខ្ញុំខ្លួនឯងទេដែលមានអារម្មណ៍ថាមិនសនុកចិត្តនិងរអ៊ីសចិត្តតែសារតែនាងគឺជាមនុស្សតែម្នាក់គត់នៅក្នុងកលៈទេសៈនឹងដែលខ្ញុំអាចពឹងពាក់បានដូច្នេះតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានសុំខ្ចីលុយមិត្តភក្តិជិតដិតរបស់ខ្ញុំអូខេ top comment មិនអាក្រក់ទេវាជាមិត្តភាពរវាងអ្នកនិងមិត្តភក្តិរបស់អ្នកបើសិនជានាងមិនចង់ជួយនាងប្រហែលជានិយាយថាទេហើយដរាបណាអ្នកមិនសុំខ្ចីនាងម្ដងទៀតហើយបង្ហាញឲ្យនាងដឹងថាអ្នកអរគុណទឹកចិត្តនាងណាស់អញ្ចឹងដូចជាមិនមានបញ្ហាអីទេ comment បន្ទាប់ទៀតមិនអាក្រក់ទេអ្នកសុំឲ្យនាងជួយហើយអ្នកក៏បានសងនាងរាល់ខែតាមទៅអ្វីដែលអាចធ្វើបានដែរប៉ុន្តែអ្នកអាចនឹងជាមនុស្សអាក្រក់បើសិនជាអ្នកមិនចាត់ចែងលុយនឹងឲ្យត្រឹមត្រូវឬក៏មិនសងនាងវិញឬក៏ខឹងនាងពេលបើសិនជានាងនិយាយថាទេដូច្នេះហើយកុំធ្វើឲ្យវា awkward អូខេនេះចូលមកការគិតរបស់ខ្ញុំណាខ្ញុំគិតថាដូច top comment គាត់និយាយដែរគាត់អត់ជាមនុស្សអាក្រក់ទេដែលគាត់ខ្ចីលុយមិត្តភក្តិគាត់ព្រោះកលៈទេសៈហ្នឹងគាត់ចាំបាច់ហើយមិនមែនថាគាត់ខ្ជាយឬក៏ខ្ចីលុយគេយកទៅចាយយកទៅហឺហាអីទេហើយមិត្តភក្តិគាត់ហ្នឹងក៏គេសប្បាយចិត្តនឹងជួយដែរអញ្ចឹងវាអត់ជាបញ្ហាអីទេប៉ុន្តែខ្ញុំសូមចែកម្លែកបទពិសោធន៍ខ្ញុំផ្ទាល់ហ្នឹងគឺនិយាយតាក់ទងមួយមិត្តភក្តិចិត្តរបស់ខ្ញុំម្នាក់កាលហ្នឹងដូចជាជំនាន់ COVID ហើយមិត្តភក្តិខ្ញុំហ្នឹងគាត់រកស៊ីរកអីចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាជំនាន់ហ្នឹងវាពិបាកប៉ុណ្ណាដល់អញ្ចឹងទៅគាត់រៀងពិបាកគាត់ struggling ណាតែគាត់អត់ដែលបានមកសុំខ្ចីលុយខ្ញុំឬក៏អីណាមានតែខ្ញុំទៅ offer គាត់វិញខ្ញុំថាអូនបើសិនជាឯងពិបាកឯងរកបងសិនទៅអីសិនទៅអីចឹងណាអ្នកទាំងអស់គ្នាដឹងគាត់និយាយមកខ្ញុំថាមិនអត់ខ្ញុំចាំរហូតដល់ថ្ងៃនេះខ្ញុំអត់ចាំអាពាក្យ exact word របស់គាត់ទេប៉ុន្តែន័យរបស់គាត់ហ្នឹងគាត់ចង់និយាយថាបងបើសិនជាខ្ញុំត្រូវការឬក៏ខ្ញុំខ្វះខាតអីខ្ញុំសុខចិត្តទៅរកអ្នកដទៃខ្ញុំអត់យកលុយបាយទេដោយសារអីដោយសារតែខ្ញុំស្រឡាញ់បងឯងជាងលុយហ្នឹងគាត់និយាយចឹងន័យរបស់គាត់ចង់និយាយថាព្រោះមើលអត់ឃើញទៀងអត់ឈ្នះតទៅអញ្ចឹងគាត់អត់ចង់ឲ្យមិត្តភាពរបស់រវាងខ្ញុំនិងគាត់ហ្នឹងវារកម្មរកុសឬក៏វាល្អក់ដោយសារតែរឿងលុយលេតចេះមួយចុះពីរអីអញ្ចឹងរបៀបអញ្ចឹងគាត់សុខចិត្តអត់ហ្មងតែខ្ញុំ offer ឲ្យគាត់យកពីខ្ញុំសិនទៅក៏គាត់អត់ដែរខ្ញុំមានអារម្មណ៍ថាខ្ញុំសំណាងខ្លាំងហើយដែលខ្ញុំមានមិត្តភក្តិបែបអញ្ចឹងឥឡូវហ្នឹងគាត់ធូរធារវិញហើយធម្មតាទេគឺមនុស្សល្អក្រមយូរទេខ្ញុំជឿអញ្ចឹងហ្មងតែមនុស្សជុំវិញខ្លួនខ្ញុំអត់មានមនុស្សច្រើនជុំវិញខ្លួនទេតែអ្នកដែលខ្ញុំមានគឺសុទ្ធតែមនុស្សល្អអញ្ចឹងហ្មងអញ្ចឹងចាត់ទុកថាខ្ញុំធ្វើបន់ដល់ចុះថ្ងៃអេពីសូតនេះដូចជាមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាមានការគិតយ៉ាងណាចាំជួយ comment នៅនឹងផងអញ្ចឹងចាំជួបគ្នានៅអេពីសូតក្រោយទៀតបាយ